កូនក្រមុំចងកស្លាប់ឪថាមិច្ចរាជអយុត្តិធម៌យុវតីមួយរូបមិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វីដោះស្រាយមិនចេញក៏សម្រេចចិត្តចងកបញ្ចប់ជីវិតខ្លួនឯងទាំងវ័យក្មេងធ្វើឲ្យបុរសជាឪពុករន្ធត់ចិត្តសោកស្ដាយសំណោះជីវិតកូនស្រីជាពន់ពេកដោយពោលពាក្យថាមិច្ចរាជអយុត្តិធម៌ណាស់បានដកយកកាដូដ៏មានតម្លៃបំផុតរបស់លោកទៅបាត់ជារៀងរហូតគូបញ្ជាក់បងដែរថាយុវតីរូបស្រស់ម្នាក់ឈ្មោះថាយឹមសុវណ្ណវតីអាយុ19ឆ្នាំដែលទើបតែរៀនចប់ទី12និងកំពុងសិក្សានៅសាកលវិទ្យាល័យឆ្នាំទី1បានសម្រេចចិត្តចងកបញ្ចប់ជីវិតខ្លួនឯងកាលពីវេលាម៉ោង 5:30 នាទីល្ងាចថ្ងៃទី21ខែមិនិនាឆ្នាំ2026ស្ថិតនៅផ្សារសាមគ្គីហៅផ្សារប៉ាហ៊ីភូមិអូតាពុកលើសង្កាត់បៃលិនក្រុងបៃលិនខេត្តបៃលិនបន្ទាប់ពីកូនស្រីជាទីស្រឡាញ់ស្មើនឹងកែវភ្នែកបានចាក់ចោលទៅដោយគ្មានថ្ងៃត្រឡប់បុរសជាឪពុកជាយុវតីខាងលើបានបង្ហាញអារម្មណ៍សោកសង្រេងជារបស់ខ្លួនតាមសំណេរនៅគូសង្វេគថា18ឆ្នាំមុនប៉ាធ្លាប់ដណ្ដើមជីវិតកូនពីដៃគ្រូពេទ្យតែហេតុអ្វីពេលនេះប៉ាមិនអាចដណ្ដើមកូនពីមិត្តរាជបានកាលពី18ឆ្នាំមុននៅពេលដែលគ្រូពេទ្យស៊ូថាតើយកម្ដាយឬយកកូនប៉ាបានឆ្លើយទាំងមិនរុញរាថាយកទាំងពីរព្រោះថាជីវិតកូនគឺជាដង្ហើមរបស់ប៉ាខំថែរក្សាបញ្ចុកបាយទឹកបង្រៀនឲ្យដើររហូតកូនធំទាំងក្តីមានសម្រស់ស្អាតយ៉ាងនេះតែចុងក្រោយកូនបែរជាទុកឲ្យប៉ាឯកោក្នុងលោកដែលគ្មានរូបកូនទៅវិញសេចក្តីស្លាប់ពិតជាអយុត្តិធម៌ណាស់មិត្តរាជបានដកយកកាដូដ៏មានតម្លៃបំផុតរបស់ប៉ាទៅបាត់ជារៀងរហូតសូមវិញ្ញាណក្ខន្ធកូនស្រីទៅបានសុខនិងមានវាសនាខ្ពស់ក្នុងជាតិខាងមុខដោយឡែកមិត្តភក្តិយុវតីរងគ្រោះជាច្រើនអ្នកបានបង្ហាញអារម្មណ៍សោកស្ដាយនិងរន្ធត់ចិត្តគ្រប់គ្នានៅពេលទទួលដំណឹងសោកសៅនេះក្នុងនោះមិត្តភក្តិរបស់ក្រុមគ្រុឌដែលយុវតីខាងលើធ្លាប់ជាសមាជិកដែលនោះបានបង្ហោះសារដោយអាឡោះអាល័យថាឯណាពាក្យឯងថាឆ្នាំក្រោយយើងចង់ហាត់ជាមួយឯងទៀតមិនឯងធ្វើអត់បានចឹងចូលរួមរែកទុកផងណាសមាជិកកូនក្រុមរបស់ខ្ញុំអើយលឿនពេកហើយទទួលយកអត់បានទេកូនអនរឹងកំសត់អើយស្អាតឆ្លាតពូកែហេតុអ្វីទៅលឿនបែបហ្នឹងអត់ប្រាប់សំបីតែបន្តិចគាត់មានវិបត្តិផ្លូវចិត្តគិតខ្លីគូបញ្ជាក់ថាយុវតីស្រស់ស្អាតម្នាក់ដែលជាកូនពេទ្យថ្មិញបានយកក្រមាចងកចម្រឹងបង្អួចផ្ទះរបស់ខ្លួនបញ្ចប់ជីវិតខណៈដែលគេសង្ស័យថាមានវិបត្តិផ្ទាល់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង 5:30 នាទីថ្ងៃទី21ខែមិនិនាឆ្នាំ2026ស្ថិតនៅក្បែរផ្សារសាមគ្គីហៅប៉ាហ៊ីក្នុងភូមិអូតាពុកលើសង្កាត់បៃលិនក្រុងបៃលិនខេត្តបៃលិនតាមប្រភពពីមន្ត្រីនគរបាលបានឲ្យដឹងថាយុវតីគិតខ្លីខាងលើមានឈ្មោះថាយឹមសុវណ្ណតីអាយុ19ឆ្នាំរៀនថ្នាក់ទី12បន្តសិក្សានៅសាកលវិទ្យាល័យឆ្នាំទី1រស់នៅភូមិខាងលើបានយកកម្មាចងកភ្ជាប់នឹងបង្អួចក្នុងបន្ទប់របស់ខ្លួនប្រភពមកពីកន្លែងកើតហេតុបានដឹងថាយុវតីរងគ្រោះរស់នៅក្នុងភូមិខាងលើមានឪពុកជាពេទ្យថ្មិញមុនពេលកើតហេតុយុវតីខាងលើបានធ្វើដំណើរមកផ្ទះដើម្បីជួបជុំគ្រួសារនាថ្ងៃចុងសប្តាហ៍ហើយមានទឹកមុខស្រងោតស្ងាត់ខុសពីធម្មតាតែគ្មានអ្នកណាចាប់អារម្មណ៍ស៊ូនាំអ្វីនោះឡើយណាមួយពេលស៊ូនាំគុណងនាងនិយាយអត់ឆ្លើយជាមួយទេលុះតែមកនាងបានចូលទៅបន្ទប់បិទទ្វារតាំងពីព្រឹករហូតដល់ថ្ងៃអត់ឃើញចេញមកទទួលទានអាហារនោះទេប៉ុន្តែដោយសារក្រុមគ្រួសារចាំបាច់ហៅមិនឆ្លើយដោយសង្ស័យអាចមានរឿងអ្វីកើតឡើងក៏គោះសោដើម្បីចូលទៅមើលក្នុងបន្ទប់របស់នាងស្រាប់តែឪពុកម្ដាយមានការតក់ស្លុតយ៉ាងខ្លាំងនៅពេលឃើញកូនក្រមុំបានចងកជាប់ចម្រឹងបង្អួចក៏ប្រញាប់ទៅតាក់ទងតាមលេខទូរស័ព្ទហៅអាជ្ញាធរភូមិសមត្ថកិច្ចនគរបាលចុះមកកន្លែងកើតហេតុភ្លាមក្រោយកើតហេតុសមត្ថកិច្ចបានចុះមកពិនិត្យធ្វើកសលវិច័យសពរួចបញ្ជាក់ថាយុវតីខាងលើពិតជាចងកខ្លួនឯងពិតប្រាកដមែន